បាទការប្រកួតដែលប្រពឡើងនៅវេលាម៉ោង 18:00 បាទក្នុងការប្រកួតរវាងក្រុមម្ចាស់ផ្ទះបាទ ISI ដង្កោសាន់ជ័យទទួលភ្ញៀវបាទសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃបាទយើងឃើញថាបាទការដាក់សម្ពាធជាលើកដំបូងហើយក៏คล้ายជាគ្រាប់បាល់របស់កាំងសេនដែលជាខ្សែប្រយុទ្ធរបស់ក្លឹប ISI ក៏ដូចជាប្រធានក្លឹបមួយនេះផងដែរគ្រាប់បាល់ដំបូងនៃការបង្ហាញខ្លួនក្នុងលីកបាទកម្ពុជាកម្ពុជាបាទកំណត់ត្រាក៏កើតមានឡើងសម្រាប់កីឡាករកាំងសេនបន្ទាប់ពីមានគ្រាប់បាល់របស់ ISI មហាផ្ទៃព្យាយាមដាក់សម្ពាធហើយការបញ្ជូនត្រង់នេះត្រូវបានរារាំងពីលីកាកាដាការតត់បាល់ជ្រុងហើយការដាក់ជើងតែបន្តិចទេបាននេះទៀតចេញទៅខាងក្រៅបាទការបញ្ជូនហើយចូលវគ្គទី2បានតែ2នាទីទេបាទវិលៀងគុំមានឱកាសបាទទាត់បញ្ចូលទីតែម្ដងបាទហើយយើងទស្សនាបាទការទាត់ហើយឡងត្រឡប់មកវិញបាទហើយការបន្ថែមបាទពីសួនមកអាក្រាបាទក៏ជាគ្រាប់បាល់ទី2នាំមក2-0នៅនាទីទី48ឱកាសបន្ថែមទៀតក៏ដូចជាការដាក់សម្ពាធបន្ថែមទៀតការបញ្ជូនក្រោយខ្នងប៉ុន្តែវាសនាបាទធ្វើបានល្អក្នុងការរក្សាបាល់នេះបានឌីផារ៉ានមានឱកាសហើយការទាត់ពីចម្ងាយរបស់អុកសំអេងបាទប៉ះបង្គោលទីឡងត្រឡប់មកវិញការបន្ថែមពីសានបូរ៉ាបាល់ចេញទៅខាងក្រៅបាទអណ្ដាបញ្ជូនមកខាងឆ្វេងហើយទទួលបានបាល់វិញហើយក៏បញ្ជូនទៅវាសនាបាទជួយសង្គ្រោះបាល់នេះបានឌីផារ៉ានក៏ទាត់ផ្ដាច់ចេញមកខាងក្រៅឱកាសបាល់ set piece ការទាត់ពីចម្ងាយរំលងរបស់ទីចេញទៅខាងក្រៅបាទបញ្ជូនតែមួយប៉ះទេការបណ្ដាក់គ្នាលេងពីស៊ីឡាឲ្យហៅសុកណេតទាញបត់មកជើងឆ្វេងទាត់រំលោះរបស់ទីដែរម្ដងបាទប្រអប់ជើងរបស់សុកណេតបើការដាក់សម្ពាធសាជាថ្មីស៊ីឡាសម្រាប់ទាត់យកតែម្ដងបាននេះស្រាលវាសនាក៏ចាប់បាល់បានកន្លែងនេះដូចគ្នាការដណ្ដើមបាល់ពីសុកណេតបញ្ជូនខាត់បេតឲ្យសុករ៉ិតប៉ុន្តែការទប់បាល់ first touch មិនបានល្អរបស់ស៊ីឡាធ្វើឲ្យមានការរំខានការបញ្ជូនខុសទីតាំងធ្វើឲ្យคล้ายជាគ្រាប់បាល់របស់យុវជនដ៏មានសក្តានុពលរបស់ ISI បាទច័ន្ទស៊ីឡាទាត់បំប៉ោងសំណាញ់ទីផុតដៃកឹមច័ន្ទវាសនាបាទចុងវគ្គទៅហើយនៅតែមានការដាក់សម្ពាធដោរ៉ូសាន់ទះទៅខាងក្រោយខាងឆ្វេងកែវសារ៉ាត់មានឱកាសទប់បញ្ជូនមកខាងក្រោយសុកនេតក៏ទាត់ផុតដៃកឹមច័ន្ទវាសនាហើយក៏ជាគ្រាប់បាល់ដែលគេចង់បានតាំងពីចាប់ដើមការប្រកួតផងដែរបាទ4-0ជាគ្រាប់បាល់ផ្លូវការជាគ្រាប់បាល់ជ័យជំនះរបស់ ISI ដែលយកឈ្នះទៅលើសមាគមកីឡាក្រសួងមហាផ្ទៃបាទប្រិមិត្តទស្សនិកជនជាទីមេត្រីសូមថ្លែងអំណរអគុណសម្រាប់ការតាមដានការផ្សាយផ្ទាល់របស់ស្ថានីយទូរទស្សន៍ BTV វីដេអូ highlight ស្ដីអំពីការប្រកួតរវាងកងយោធពលខេមរៈភូមិន្ទនិងគិរីវង្សសុកសានជ័យដូចតទៅបាទនេះគឺជាការចាប់ផ្ដើមការប្រកួតបាទតាំងពីបាទវេលាម៉ោង6បាទនៅក្នុងបាទកីឡាដ្ឋានកងយោធពលខេមរៈភូមិន្ទបាទដោយមុននេះបន្តិចបាទគឺយើងបានឃើញហើយបាទ MVP ប្រចាំការប្រកួតគឺបានទៅលើបាទរីយ៉នសៃតូបាទដែលជាអ្នកតែសុទ្ធបញ្ចូលទី3គ្រាប់ឯកសណ្ឋានរបស់ក្រុមម្ចាស់ផ្ទះគឺពណ៌ក្រហមមួយឈុតគណៈដែលឯកសណ្ឋានរបស់ក្រុមភ្ញៀវថ្ងៃនេះបាទគឺពណ៌សមួយឈុតបាទតែទទួលបាន3ពិន្ទុចេញពីក្រុមម្ចាស់ផ្ទះកងយោធពលខេមរៈភូមិន្ទបាទបើកឆាកដំបូងបាទមានការសម្រុកគ្នាទៅវិញទៅមកបាទយ៉ាងខ្លាំងបាទបើទោះបីជាមិនមានគ្រាប់បាល់កើតឡើងក៏ដោយសម្រាប់ក្រុមទាំងពីរស្របពេលដែលកងយោធពលខេមរៈភូមិន្ទបាទគឺអាចនិយាយបានថាបាទมันមានខ្សែប្រយុទ្ធបាទសម្រាប់ការសុទ្ធទេបាទគឺមានតែខ្សែបំរើតែក៏មានឱកាសជារឿយៗដែរគ្រាន់តែឱកាសរបស់កងយោធពលខេមរៈភូមិន្ទគឺមិនអាចបាទសម្រេចជាគ្រាប់បាល់បានតែប៉ុណ្ណោះបាទកន្លែងនេះគឺជាការទាត់បាល់ free kick បាទមិនបានសម្រេចបាទគណៈដែលបាទកងយោធពលខេមរៈភូមិន្ទបាទព្យាយាមសម្រុកខ្លាំងមែនទែនបាទទៅលើទីគិរីវង្សប៉ុន្តែអាចនិយាយបានថាគឺមិនមានសំណាងទេបាទនៅក្នុងការរកគ្រាប់បាល់គិរីវង្សសុកសានជ័យក៏មានឱកាសបាទមកវិញមួយសាដែរបាទកន្លែងនេះគឺជាការទាត់របស់បាទខ្វាន់សុបិនបាទទាត់មកនៅសល់ដៃស្ដាំរបស់អ្នកចាំទីពេជ្រតារាបាទហើយក៏មានការសម្រុកជាបន្តបាទពីអឹមបាវីក៏កាត់មកអូនតុយមកសុបិនបាទសុបិនមកអឹមបាវីទាញក៏ទាត់ស្ដាំតែម្ដងបាល់នេះហោះឡើងទៅខាងលើ
បាទទាត់មួយជើងបាទគឺផុតឡើងទៅខាងលើតែម្ដងបាទពីអឹមបាវីបាទហើយក៏បាទនេះជាការប៉ះទង្គិចគ្នាបាទរវាងបាទអាតអូនតូជាមួយនឹងកូនីឈីតារិយាលើកចូលមកខាងក្នុងស្រេងសុគាក៏បានតែតប៉ុន្តែតែនេះគឺតែតមិនចំគោលដៅបាទដែលនេះគឺជាឱកាសបាទរបស់ក្រុមម្ចាស់ផ្ទះបាទមានជារឿយៗចប់ការប្រកួតវគ្គទី1លទ្ធផលគឺកងយោធពលខេមរៈភូមិន្ទ0គិរីវង្សសុកសែនជ័យ0ចូលមកដល់វគ្គទី2កែបាល់ចេញពីជើងក្រុមម្ចាស់ផ្ទះមិនបានប៉ុន្មាននាទីទេឱកាសគឺបានទៅលើក្រុមភ្ញៀវបាទគឺជាអ្នកបាទបើកអ្នកនៃរកគ្រាប់បាល់បាននៅក្នុងការប្រកួតនេះបាទកែបាល់ក៏បញ្ជូនមកខាងក្រោយឱកាសកន្លែងនេះគឺខ្វាន់សបិនទាញមួយក៏បោះជើងឆ្វេងមកឲ្យរីយ៉នសៃតូហ្វាំងមួយពីរទាញចុះឡើងរីយ៉នសៃតូទាត់ស្ដាំឆ្ងាញ់ណាស់កន្លែងនេះបាទមួយជើងរបស់រីយ៉នសៃតូទំលុះសំណាញ់ទីក៏ដូចជាបាទទាត់ឲ្យផុតដៃរបស់អ្នកចាំទីពេជ្រតារាបង្កើតគណៈនៃគ្រាប់បាល់ទី1ឲ្យគិរីវង្សសុកសែនជ័យនាំមុខទៅលើបាទក្រុមម្ចាស់ផ្ទះកងយុទ្ធពលខេមរៈភូមិន្ទបាទ Super Goal of the Week តែម្ដងអូយបាទរីយ៉នសៃតូបាទល្អណាស់ថ្ងៃនេះបាទដូរចូលជំនួសបាទកូហ៊ីកាតូបាទហើយក៏មានឱកាសជាបន្តអឹមបាវីបាទកាត់មករីយ៉នសៃតូបាទកន្លែងនេះស្ទើរតែរកបានគ្រាប់ទី2ប៉ុន្តែបាល់ទាត់មិនចំទីហើយក៏មានការបញ្ជូនជាបន្តសៅវ៉ៃហ្វីទាត់ពីចម្ងាយក៏មិនចំគោលដៅយ៉ាងណាក៏ដោយបាទកងយុទ្ធពលខេមរៈភូមិន្ទក៏មានឱកាសមកវិញខ្លះដែរនេះបាទខនរងទាត់មួយចាប់ជាប់ដោយអ្នកចាំទីបាទស៊ូសវណ្ណនៀតបាទតែមិនមានសំណាងទេបាទនៅក្នុងការរកគ្រាប់បាល់បាទពីកងយុទ្ធពលខេមរៈភូមិន្ទបាទមើលទៅរៀងដូចលំបាកបន្តិចហើយបាទអត់មានអ្នកប្រយុទ្ធបាទម៉ៅពិសិដ្ឋក៏ទាត់មួយជើងមកហ្វ្រីគីដែរប៉ុន្តែបាល់នេះកោងចេញទៅខាងក្រៅគឺចំទីហើយកន្លែងនេះប៉ុន្តែបាទពេលធ្លាក់មកដល់ទីកោងចេញទៅខាងក្រៅឱកាសរបស់បាទគិរីវង្សក៏មានជាបន្តកន្លែងនេះហើយជាកន្លែងណារីយ៉នសៃតូរកគ្រាប់បាល់ទី2របស់ខ្លួនបានសម្រេចតាមរយៈការទាត់មួយជើងស្ដាំបាទចំទៅលើមុំ90ដែលធ្វើឲ្យពេជ្រតារាបានត្រឹមតែឈរមើលបាល់ចូលទីតែប៉ុណ្ណោះមើលពីខាងក្រោយនេះអូយបាទកម្លាំងជើងទាត់ឆ្ងាញ់តែម្ដងពីបាទរីយ៉នសៃតូដែលនេះគឺជាគ្រាប់បាល់ទី2របស់ខ្លួនបាទឲ្យគិរីវង្សសុកសែនជ័យនៅក្នុងកីឡាដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទហើយសុភារៈក៏ទាញផុត1 2 3បញ្ជូនមកឲ្យរីយ៉នសៃតូហើយក៏សម្រេចគ្រាប់បាល់ទី3 hat trick តាមរយៈការទាត់ជើងឆ្វេងបញ្ចូលទីនៅនាទីទី89ល្អមែនទែនថ្ងៃនេះរីយ៉នសៃតូក៏បានជាប់ឈ្មោះជាកីឡាករល្អ MVP ប្រចាំការប្រកួតផងដែរ3-0ជាលទ្ធផលដែលធ្វើឲ្យគិរីវង្សសុកសែនជ័យទទួលបាន3ពិន្ទុនៅក្នុងសប្តាហ៍នេះក្នុងការប្រកួតប្រជែងដំណាក់កាលទី2ក្រុមបាតតារាងទាំង5ចប់ការប្រកួតជាផ្លូវការគឺកងយុទ្ធពលខេមរៈភូមិន្ទ0គិរីវង្សសុកសែនជ័យ3បាទវីដេអូ highlight ពេញមួយការប្រកួតក៏បានបញ្ជូនមកដល់ការប្រកួតមុននឹងចាប់ផ្ដើមមានភ្លៀងធ្លាក់មួយមេបាទភ្លៀងធ្លាក់មួយមេមុននឹងការប្រកួតចាប់ផ្ដើមម្ចាស់ផ្ទះបឹងកេតឈុតពណ៌សក្រុមភ្ញៀវអង្គរ Tiger ឈុតពណ៌ខ្មៅការប្រកួតចាប់ផ្ដើមនៅវេលាម៉ោង 18:00 ផ្ដើមចេញពីជើងរបស់ក្រុមភ្ញៀវអង្គរ Tigerបាទលើកមកបង្គោលទី1ធ្វើឲ្យការតែតរបស់បាទខ្សែការពារលេខ15រកគ្រាប់បាល់នាំមុខក្នុងនាមជាក្រុមភ្ញៀវខ្សែការពារបាទ Zoto Azano បាទដែលជាអ្នកតែតបញ្ចូលទីនៅតែមានឱកាសទាត់សម្ដៅទីពី Joao Pedro ប៉ុន្តែការប៉ុនប៉ងមិនចំគោលដៅ Iago Bento មានឱកាសទាត់មិនចំគោលដៅដូចគ្នាចំណុចនេះដូចគ្នាការប៉ះទង្គិចបាទទៅលើសុផាឌីម៉ង់ក៏ខ្លាចជាបាល់ពីនៃការលើកមកតំបន់កណ្ដាលក៏ដូចជាការរៀបរៀងពីសាច់ឆាមិនឲ្យបាល់នេះធ្លាក់ចូលទីការបញ្ជូនចោះដល់ល្អឲ្យ Joao Pedro ការទន្ទឹងរង់ចាំការធ្វើចលនាបាទរបស់បាទមិត្តរួមក្រុមបាទ Godai បាទនៅតែបញ្ជូនមិនបានល្អវ៉ាងដាវីនមានឱកាសលើកមកតំបន់កណ្ដាលប៉ុន្តែមានការរៀបរៀងពីសាច់ឆានេះហើយគឺជាការពិន័យកាត់លឿងសម្រាប់ Ben Nugent ដែលបង្កកំហុសទៅលើ Slesen ចុះវគ្គទី1អង្គរ Tiger នៅមុខ1-0
ចូលដល់ចំណុចកន្លែងនេះបាទមានឱកាសប៉ុនប៉ងសម្ដៅទីភ្លាមតែម្ដង1នាទីចាប់ដើមការប្រកួតវ៉ាងដាវីនមានឱកាសបាទលើកកោងមកតំបន់កណ្ដាលប៉ុន្តែយីប៊ុនហេងជាអ្នកជួយសង្គ្រោះបាទ Stephen Golovic ចិត្តធ្ងន់មែនតែនក្នុងការបាទទាញទាត់ប៉ុន្តែយីប៊ុនហេងជាអ្នកជួយសង្គ្រោះបាទការតែតស្រាលប៉ះរបស់ទីឡងត្រឡប់មកវិញបាទ Stephen មានការប្រជែងការបញ្ជូនការបង្កើតឱកាសកន្លែងនេះហើយក៏คล้ายជាក្របបាល់1 ទល់នឹង 1របស់ Stephen Golovic ពីការបញ្ជូន cutback របស់ Yohei Yoshihama សូមអរគុណចំពោះវត្តមានរបស់បងប្អូនប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីនិងសូមអញ្ជើញចូលរួមឲ្យបានច្រើនកកនៅការប្រកួតក្រោយៗទៀតនៅពេលនេះខ្ញុំនិងក្រុមការងារទាំងអស់ បាទរូបភាពម្ដងហើយម្ដងទៀតការទាត់ដ៏ល្អរបស់ Stephen Golovic ជាក្របបាល់តាមស្មើបាទនរុនមានឱកាសបង្កើតចង្វាក់លេងបាទនៅតំបន់ខាងឆ្វេងប៉ុន្តែជាបាល់ offside របស់ Yohei Yoshihama Iago Bento បណ្ដាបាល់ជ្រែកពីររូបមានឱកាសបញ្ជូនបញ្ចប់ទីដោយងាយពីខ្សែការពារ Alexander Becker ហើយក៏ជាគ្រាប់បាល់ផ្លូវការជាគ្រាប់បាល់ជ័យជំនះរបស់បឹងកេតដែលយកជ័យជំនះទៅលើអង្គរ Tiger 2 ទល់នឹង 1ការបណ្ដាបាល់ដោយភាពស្និទ្ធស្នាលការបញ្ជូនដោយទំនុកចិត្តការបញ្ចប់ទីដោយភាពល្អឥតខ្ចោះរបស់ខ្សែការពារ Alexander Becker លទ្ធផលជាផ្លូវការបឹងកេតយកឈ្នះលើអង្គរ Tiger 2 ទល់នឹង 1ប្រិមត្តទស្សនិកជនជាទីមេត្រីសូមថ្លែងអំណរអគុណសម្រាប់ការតាមដានការផ្សាយផ្ទាល់របស់ស្ថានីយទូរទស្សន៍ BTV News គណៈពេលនេះខ្ញុំបាទភាពសុខសម្បត្តិព្រមទាំងក្រុមការងារផ្សាយផ្ទាល់សូមអរគុណសូមជម្រាបលាគឺភ្នំពេញក្រោនបានយកឈ្នះទៅលើ Nagawal ដែលលទ្ធផល1 ទល់នឹង 0ហើយនេះគឺជារូបភាព highlight ពេញមួយការប្រកួតតែម្ដងសម្រាប់ជំនួបដ៏ជក់ចិត្តនៅក្នុងកីឡាដ្ឋាន OSN ដែលជាកីឡាដ្ឋានរបស់ភ្នំពេញក្រោនការប្រកួតនេះតានតឹងតាំងតែពីបោកឆាកដំបូងបំផ្លេះដោយសារតែនេះគឺជាជំនួបប្រចាំក្រុមកំពូលតារាងទាំង6 Top 6 ដំណាក់កាលទី2នៅក្នុងការប្រជែងយកតំណែងជើងឯកនៃជំរឿសជើងឯក Cambodian Premier League រដូវកាល 2024-2025ឯកសណ្ឋានរបស់ក្រុមម្ចាស់ផ្ទះគឺក្រហមមួយឈុតភ្នំពេញក្រោនស្របពេលដែល Nagawal ឯកសណ្ឋានអាវពណ៌សខោពណ៌សស្រោមជើងពណ៌សមួយឈុតសតែម្ដងបាទអញ្ចឹងក្រហមប៉ះជាមួយនឹងសថ្ងៃនេះនៅក្នុងទឹកដីរបស់ភ្នំពេញក្រោនដែលសម្រាប់ការប្រកួតនេះបញ្ចប់ហើយកីឡាករល្អគឺបានទៅលើ Andre Nieto ជាប់ជា MVPការសម្រុកដំបូងនៅក្នុងវគ្គទី1ពីក្រុមទាំងពីរគឺមិនមានគ្រាប់បាល់ឡើងកើតឡើងទេបាទគឺតាកាគីអូសេបាទលើកចូលមកខាងក្នុងប៉ុន្តែតែចេញពីខ្សែការពារបាទ Mathus Martin របស់ Nagawal ការលើកបាល់ចូលមកខាងក្នុង Jelle Gosling free header ប៉ុន្តែជំហររបស់កីឡាករជនជាតិហូឡង់គឺមិនអាចបាទតែតឲ្យចំទីបានឡើយបាទពោលគឺការតែតនេះបាល់ហើរឡើងទៅខាងលើហើយបាទក៏មានការបាទលើកបាល់ជាបន្តបន្ទាប់មកពី Yudai Ogawa មានការរៀបរៀងពីសំណាក់ខ្សែការពាររបស់ Nagawal ច្រើនមែនទែនបាទបង Samuel ក៏សុទ្ធមួយជើងនេះបាទចាប់ជាប់បាទដោយអ្នកចាំទីបាទ Redley Hane របស់ Nagawal បាទហើយក៏បាទជាចន្ទរាបាទសុទ្ធពីចម្ងាយបាល់នេះក៏ស្រួចដែរប៉ុន្តែជំហររបស់បាទសាវែងសំណាងបាទគឺគាត់ចាប់ជាប់តែម្ដងចាប់វគ្គទី1ក្រុមទាំងពីរស្មើគ្នា0 ទល់នឹង 0មិនមានគ្រាប់បាល់កើតឡើងលូឈៀនចូលមកដល់វគ្គទី2កែបាល់ចេញពីជើងរបស់ម្ចាស់ផ្ទះភ្នំពេញក្រោនបាទក៏មិនទាន់មានគ្រាប់បាល់កើតឡើងដែរនៅក្នុងការសម្រុកគ្នា90នាទីពោលគឺបាទថ្ងៃនេះបាទ Naga ក៏ល្អបាទភ្នំពេញក្រោនក៏ល្អបាទមានទៅមានមកបាទវ៉ាន់តៃល្មីលើកមកក្នុងបាទតែពីបាទ Hugo បាទKamentani បាទក៏ចាប់ជាប់ដោយ Redley Hane បាទមានការសម្រុកជាបន្តបន្ទាប់ពីភ្នំពេញក្រោនបាទនេះបញ្ជូនបាល់មកបាទអូហ្វូហ្វូលើកមកបាទ Neto តែតបខោកបាទបាល់ប្រឆាកទៅខាងលើបាទផ្លោងទៅលើក៏ហោះចេញទៅខាងក្រៅបាទព្យាយាមតែតសម្ដៅទីដែរប៉ុន្តែបាល់នេះបាទហោះប៉ោងឡើងទៅលើរបាទីហើយអូហ្វូហ្វូក៏បាទក៏បញ្ជូនបាល់មកជាបន្តបាទ Neto ទាត់ទៅ Lee Hane សង្គ្រោះបាល់បានបាទទាត់ល្អមែនតើបាទពីNietoប៉ុន្តែអ្នកដែលល្អជាងនោះគឺ Redley Hane បាទហើយក៏នេះកន្លែងនេះ
បាទគឺជាការសម្រុកបាទកើតពេជ្របញ្ជូនមកឲ្យបារាំងលើកមកប៉ះជាមួយជាសុកមេឃបាល់លិចលងចូលទីហើយក៏ Gavier បាទ Gayoso Xavier Agustin Gayoso បាទរត់ឆក់មកពីក្រោយទំលុះសំណាញ់ទីតែម្ដងបាទលើកមកចំបាទ Gavier បាទ Xavier Gayoso ហើយក៏បាទនេះ Matus Martin បាទគាត់ទាត់ដែរប៉ុន្តែបាទជំហររបស់ Xavier Agustin Gayoso បាទគឺគាត់មកមុនបាទ Matus Martin បានទាត់ពីខាងទាត់ពីក្រោយតែប៉ុណ្ណោះបាទអញ្ចឹងរបួសខ្លួនឯងលោកអញ្ញាកដាលមិនពីនៃទេហើយចប់ការប្រកួតជាផ្លូវការបាទគឺភ្នំពេញក្រោនបានយកឈ្នះបាទទៅលើ Nagavel ដោយលទ្ធផល1-0ដែល3ពិន្ទុនេះគឺជា3ពិន្ទុដ៏សំខាន់បំផុតសម្រាប់ភ្នំពេញក្រោននៅក្នុងការប្រជែងពិន្ទុក៏ដូចជាជើងឯកជាមួយនឹងព្រះខ័នរាជស្វាយរៀងដែលកំពុងឈរនៅកំពូលតារាងដូច្នេះការប្រកួតចាប់ផ្ដើមនៅម៉ោង 6 ល្ងាចនាកីឡដ្ឋានខេត្តស្វាយរៀងជំនួបរវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងជាមួយនឹងក្រុមភ្ញៀវវិសាខាការប្រកួតនេះដំណើរការដោយមានការកាត់សេចក្តីពីលោកកញ្ញាកណ្ដាលជួបវិសាលផ្ដើមការប្រកួតបាល់ចាប់ផ្ដើមលេងពីក្រុមម្ចាស់ផ្ទះត្រង់នេះជាការបញ្ជូនឲ្យតែសម្ដៅទីបំបុកដីដោយ Raymond de Souza តែអ្នកចាំទីវីរៈតារាជួយសង្គ្រោះបានការបន្ថែមមួយជើងទៀតក៏នៅតែសង្គ្រោះបានដោយវីរៈតារាមួយជើងពីចម្ងាយទៅដោយសិនកកដាសង្គ្រោះបានជាថ្មីហើយការទាញចុះឡើងឆ្វេងស្ដាំនឹងទាត់ក៏បាទជួយបានដោយអ្នកចាំទីវីរៈតារាដែរត្រង់នេះហើយជាកំហុសនៃការចាប់បាល់មិនជាប់ធ្វើឲ្យ Raymond ដែលនៅជិតនោះស្រាប់គៀសបញ្ចូលទីបានយ៉ាងងាយស្រួលនៅត្រឹមនាទីទី20នៅឲ្យវិសាខានាំមុខលើក្រុមម្ចាស់ផ្ទះ1-0ត្រង់នេះ Gabi ព្យាយាមបញ្ជូនទៅឲ្យ Moreche គេគៀសបាល់ផុតនៅសល់តែអ្នកចាំទីកៅសុកសេឡាប៉ះទង្គិចត្រង់នេះហើយអញ្ញាកណ្ដាលសម្រាប់ផ្ដាល់បាល់ពីនៃ penalty Matheus Moreche ជាអ្នកទាត់តាមស្មើនៅនាទីទី23ឲ្យព្រះខ័នរាជស្វាយរៀងប្លង់ពីខាងក្រោយទីវិញម្ដងបាទគេបត់យ៉ាងល្អអ្នកចាំទីកែសុកសាឡាហក់ទៅខាងឆ្វេងដៃរបស់គេ Gabi ត្រង់នេះបាទត្រូវអុកសវណ្ណរត់បំបុកធ្វើឲ្យសវណ្ណទទួលបានកាត់លឿងមួយផងដែរបាល់ free kick ដែលមិនរតនៈទាត់ទៅតែសង្គ្រោះបានដោយកែវសុកសាឡាមួយជើងឡើងរបូតប្រដាប់ការពារស្មងមួយជើងពោពេញដោយកម្លាំងតែក៏ត្រូវជះមកវិញដោយអ្នកចាំទីកែសុកសាឡាមកត្រង់នេះការប៉ុនប៉ងពីចម្ងាយរបស់ស៊ីនកកដាធ្ងន់តែត្រូវជះត្រឡប់មកវិញជាថ្មីដោយអ្នកចាំទីវីរៈតារាបញ្ចប់វគ្គទី1ក្រុមទាំងពីរស្មើគ្នា1-1ហើយចូលដល់វគ្គទី2ការប្រកួតក៏កាន់តែក្តៅក៏គុកថែមទៀតបាល់ចាប់ដើមលេងចេញពីវិសាខាវិញម្ដងបាទត្រង់នេះការ៉ាគេបានបញ្ជូនមកឲ្យផាកជុងប៊ិនតែរៀងឆ្ងាយបន្តិចផាកជុងប៊ិនក៏ទុកបែរត្រឡប់ទៅវិញហើយក៏បញ្ជូនទៅរកបង្គោលទី2ផ្ដួលខ្លួនតែត្រង់នេះតែមិនបានសម្រេចការបញ្ជូនពីកីឡាករកូរ៉េខាងត្បូងសម្ដៅទៅរកបង្គោលទី2ម្ដងទៀតផាកជុងប៊ិនបញ្ជូនទៅតែជះបានដោយកៅសុកសេឡាការបញ្ជូនជើងឆ្វេងរបស់គេអធិស្ឋានបាទវីរៈតារាជាអ្នកសង្គ្រោះបាល់បានការទម្លាក់មកចូលកណ្ដាលត្រង់នេះផាកជុងប៊ិនគេព្យាយាមទាត់ហើយក៏មិនសល់បាល់ rebound ទៀតនោះដែរការសង្គ្រោះបានយ៉ាងល្អពីវីរៈតារាមួយជើងពីលើដំបូលទូករបស់ផាកជុងប៊ិន Gabi ត្រង់នេះព្យាយាមទាត់សម្ដៅទីទៀតមកដល់ញៀនសុកស៊ីដានគេគៀសមួយហើយក៏ទាត់សម្ដៅទីដែរតែរៀបរៀងបានដោយសិនសុផាណាត់បាល់ជ្រុងត្រង់នេះតែតមកហើយក៏ព្យាយាមទាត់ផុតដៃអ្នកចាំទីទៅហើយនៅសល់តាកាស៊ីអូដាវរ៉ាមួយទៀតជាអ្នករៀបរៀងមិនឲ្យចូលទីបានមួយជើងពីចម្ងាយត្រង់នេះធ្លាក់ប៉ះរបាទីហើយខ្ទាតទៅក្រោយបាល់ទាត់ជ្រុងព្យាយាមតែតយើងមើល
ពីការទាត់ផុតដៃអ្នកចាំទីបានយ៉ាងល្អតែនៅសល់ Takashi Odawara ការប៉ុនប៉ងមួយជើងទៀតរបស់ Sin Kakada ប៉ះជាមួយនឹងរបាទីទៀតទៅក្រោយក្រោយមកក៏មានបាល់បំផ្លោងត្រង់នេះដាល់បាល់ដោយអ្នកចាំទីបាទទះមួយហើយក៏ទាត់យកតែម្ដងប៉ះជើងរបស់ Sarit Kriya បាល់បដូរទិសដៅអ្នកចាំទីហក់ទៅខុសធ្វើឲ្យបាល់នេះចូលទីបង្កើតបានជាគ្រាប់ទី2របស់ក្រុមភ្ញៀវវិសាខាលេងនូរ៉ានៅក្នុងការប្រកួតនេះមិនឃើញប៉ុនប៉ងទេតែការប៉ុនប៉ងមួយជើងរបស់គេនេះបានសម្រេចតែម្ដងបន្តមកទៀត Christian ក៏ព្យាយាមហើយក៏បញ្ជូនមកបាទត្រង់នេះអ្នកចាំទីកៅសុកសេឡាមកលោតជះបាល់ឲ្យចេញក្រៅការពារសំណាញ់ទីរបស់ខ្លួនបំផ្លោងជើងស្ដាំមកត្រង់នេះតែទម្លាក់ដោយ Takashi Odawara តែនៅសល់ដៃឆ្វេងមួយចំហៀងជះបាល់បានទៀតពីអ្នកចាំទីកៅសុកសេឡាត្រង់នេះ reaction របស់សេឡាគឺរហ័សដូចកាលពីមុនវិញសង្គ្រោះបានម្ដងទៀតក៏តែបាល់ឲ្យចេញក្រៅហើយសំលេងកញ្ចាយបញ្ចប់ការប្រកួតបានបន្លឺឡើងព្រះខ័នរីកស្វាយរៀងរងបរាជ័យ1-2ក្រុមធ្វើជើងរបស់ក្រុមភ្ញៀវវិសាខានៅក្នុងការប្រកួតមិត្តហ្វូនកាន់តែជិតស្និទ្ធ